បព្វធម៌អរិយធម៌សាសនាសំណង់បរិស្ថានឧបករណ៍ប្រើប្រាស់ចម្រៀងរបាំឡាក់ជានិមិត្តរូបឬក៏ជាអត្តសញ្ញាណនៃតំបន់ស្រុកប្រទេសក្រុមកុលសម្ព័ន្ធរបស់មនុស្សជាតិយ៉ាងណាមិញអង្គរត់ឈ្នៀងនៅក្នុងចំណោមឧបករណ៍នេសាទមានលបលាយទ្រូសាយើនសំណាញ់អញ្ចងមងអួនកូនច្បោកស្នស្នាចង្រប់ឡាក់ក៏គឺជាប្រដាប់សម្រាប់អ្នកស្រុកអ្នកភូមិធ្វើការនេសាទចាប់ត្រីផងនោះដែរអង្គរត់ដែលបរោះសម្រាប់រត់ឬក៏ក្រុងត្រីទាំងនារីផងដែរឧបករណ៍នេះធ្វើអំពីឫស្សីនិងផ្ដៅចំណែកឯឈ្នាងដែលយើងឃើញនារីកាន់គឺសម្រាប់ជញ្ជាត់ឬក៏អុំឬក៏គេឬក៏បាចដងត្រីរបាំនេសាទជារបាំមួយដែលបង្ហាញអំពីគំនាបទម្លាប់ប្រពៃណីរបស់ប្រជាជនខ្មែរមួយចំនួនរស់តាមបឹងស្ទឹងអូរទន្លេឡាក់ពិសេសខ្មែរយើងរស់នៅតាមជុំវិញបឹងទន្លេសាបដែលជាជង្រុកមច្ឆជាតិដ៏ធំសម្បើមនៅអាស៊ីអាគ្នេយ៍បឹងដ៏ធំនេះចែកជា3ផ្នែកគឺបឹងតូចនៅកណ្ដាលបឹងធំនៅខាងជើងនិងវាលភក់ខេត្តភាសាមានជម្រៅប្រមាណពី2ម៉ែត្ររហូតដល់10ម៉ែត្រខេត្តប្រាំងវិញគឺជាងកន្លះម៉ែត្រទៅ2ម៉ែត្រជាមធ្យមទំហំដ៏ធំធេងជាតំបន់ទឹកជាទីជម្រកនៃត្រីទឹកសាបរបស់ប្រជាជនកម្ពុជាហើយខេត្តដែលនៅជុំវិញបឹងទន្លេសាបមានកំពង់ឆ្នាំងបាត់ដំបងពោធិ៍សាត់សៀមរាបកំពង់ធំ